Yeah, teacher. Do you enjoy running in the morning? Yes, I do. I think running is one of the best way to stay fit and healthy. How long have you been running regularly? I have been running regularly for about 3 years. What motivated you to start running? I wanted to improve my health. How often do you go running? I usually run 4 or 5 times a week. Do you prefer running alone or with other people? I prefer running alone. What challenges do runners usually face? They may experience the fatigue and injury. What are the benefits of running? Running improve cardiovascular health and reduce stress. Would you like to participate in a marathon? Yes, of course, I plan to take part in one next year. I hope you will join me as well. Thank you, Sister. Thank you, Chair. topic 387ការរត់ដើម្បីសុខភាពកាន់តែប្រសើរតើអ្នកចូលចិត្តរត់នៅពេលព្រឹកដែរឬទេចាស់ប្រកាសណាស់ខ្ញុំគិតថាការរត់គឺជាពិធីមួយដ៏ល្អបំផុតដើម្បីរក្សារូបរាងឲ្យសមសួននិងមានសុខភាពល្អតើអ្នករត់ជាប្រចាំរយៈពេលប៉ុន្មានហើយខ្ញុំបានរត់អស់រយៈពេលប្រហែលជា3ឆ្នាំហើយតើអ្វីជាកម្លាំងដែលជំរុញអ្នកឲ្យចាប់ផ្ដើមរត់ខ្ញុំចង់ថែរក្សាសុខភាពរបស់ខ្ញុំឲ្យកាន់តែប្រសើរតើអ្នករត់ញឹកញាប់ប៉ុណ្ណាដែរជាធម្មតាខ្ញុំរត់4ទៅ5ដងក្នុងមួយសប្តាហ៍តើអ្នកចូលចិត្តរត់តែម្នាក់ឯងឬក៏ជាមួយអ្នកដទៃខ្ញុំចូលចិត្តរត់តែម្នាក់ឯងតើអ្នករត់តែងតែជួបប្រទះបញ្ហាអ្វីខ្លះពួកគេអាចជួបប្រទះនឹងការអស់កម្លាំងនិងរងរបួសតើការរត់មានអត្ថប្រយោជន៍អ្វីខ្លះការរត់ជួយបង្កើនសុខភាពសរសៃបេះដូងនិងកាត់បន្ថយភាពតានតឹងតើអ្នកចង់ចូលរួមរត់ម៉ារ៉ាតុងដែរឬទេចាស់ពិតណាស់ខ្ញុំមានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍នេះមួយនេះនៅឆ្នាំក្រោយខ្ញុំសង្ឃឹមថាអ្នកនឹងចូលរួមជាមួយនឹងខ្ញុំដែរ Thank you teacher